ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយចង់ណែនាំគឺអប់បង្កងដែលធ្វើយ៉ាងណាឲ្យសាច់បង្កងយើងទន់ល្អនិងមានរសជាតិឆ្ងាញ់នេះជាគ្រឿងផ្សំគោលសម្រាប់ធ្វើអប់បង្កងជាដំបូងយើងធ្វើការបុកបញ្ចូលគ្នាខ្ទឹមសខ្ទឹមក្រហមនិងម្ទេសឲ្យម៉ត់រួចសិមដួសខ្ទឹមដែលយើងបុកម៉ត់រួចចេញសម្រាប់ធ្វើការលាយគ្រឿងឥឡូវនេះដល់វគ្គបន្ថែមគ្រឿងមានដូចជាម្សៅស៊ុបកន្លះស្លាបព្រាបាយស្ករស 1/3 នៃស្លាបព្រាបាយស្ករត្នោត 1/3 នៃស្លាបព្រាបាយបើសិនជាបងប្អូនអត់មានស្ករត្នោតអាចដាក់តែស្ករសក៏បានដែរចំណុចពិសេសត្រង់នេះសម្រាប់អប់បង្កងគឺយើងប្រើទឹកដោះគោខាប់ដើម្បីឲ្យសាច់បង្កងរបស់យើងកាន់តែមានឲ្យជារសហើយសម្រាប់ទឹកដោះគោខាប់គឺយើងប្រើ1ស្លាបព្រាបាយរីឯប្រេងខ្យងនាងខ្ញុំប្រើ2ស្លាបព្រាបាយរួចយើងធ្វើការកូរលាយបញ្ចូលគ្រឿងដែលយើងបានលាយអំបញ្ញមិញនឹងឲ្យសព្វគ្នាល្អបន្ទាប់ពីគ្រឿងយើងរលាយចូលគ្នាល្អយើងធ្វើការបន្ថែមស្លឹកក្រូចនិងគល់ស្លឹកគ្រៃដែលយើងបានហាន់រួចធ្វើការកូរឲ្យសព្វរួចដាក់បង្កងដែលបានធ្វើឲ្យស្អាតនិងលាងទឹករួចចូលនិងចុងក្រោយយកបង្កងប្រឡាក់ជាមួយគ្រឿងដែលយើងលាយអំបញ្ញមិញហើយទុកចោលរយៈពេល10នាទីឥឡូវនេះចូលមកដល់ការចម្អិនវិញម្ដងយើងដាក់ខ្ទះឲ្យក្តៅរួចសិមបន្ថែមប៊ឺចូលនៅពេលប៊ឺរលាយអស់យើងអាចដាក់បង្កងដែលយើងបានអប់ទុកអំបញ្ញមិញចូលនិងធ្វើការតម្រៀបបង្កងនៅក្នុងខ្ទះដើម្បីនៅពេលអប់ជាមួយភ្លើងធ្វើឲ្យបង្កងរបស់យើងនឹងឆ្អិនបានល្អសម្រាប់ការអប់បង្កងរបស់យើងគឺយើងអត់ប្រើភ្លើងខ្លាំងពេកទេយើងប្រើភ្លើងតិចៗនិងក្របកម្របនៅកំឡុងពេលអប់បង្កងគឺយើងប្រើរយៈពេល2ទៅ3នាទីម្ដងដើម្បីធ្វើការត្រឡប់បង្កងឲ្យបង្កងរបស់យើងនឹងឆ្អិនចូលជាតិបានល្អនិងមិនខ្លោចសម្រាប់ការអប់បង្កងរបស់យើងគឺយើងប្រើរយៈពេលត្រឹមតែ8នាទីប៉ុណ្ណោះសម្រាប់រយៈពេលប៉ុណ្នេះសាច់បង្កងរបស់យើងនៅទន់ហើយក៏ឆ្អិនបានល្អដែរចុងក្រោយយើងធ្វើការដួសបង្កងដែលយើងបានអប់ឆ្អិនដាក់ចូលទៅក្នុងចានជាការស្រេចទំនងដែរទេបងប្អូនបើសិនជាបងប្អូនចូលចិត្តសូមជួយ like share និង subscribe ផងបើបងប្អូនមានទឹកត្រីបុកទៀតកាន់តែត្រូវជាមួយបង្កងអប់យើងតែម្ដងចុងក្រោយមានតែប៉ុណ្្នឹងទេជម្រាបលា